រដូវកាលនេះកំពុងតែពេញចំណូលសបោចង្រិតឲ្យបងប្អូនឲ្យតែយប់ឡើងបាយហើយមិនទាន់ទេបបួលគ្នាទៅរកចង្រិតរដងទៅរកដែរបងប្អូនប៉ុន្តែមិនសូវសបោដូចឥឡូវអញ្ចឹងណាដោយសារតែអាកាសធាតុរៀងក្តៅខ្លាំងឲ្យតែយប់ឡើងនិយាយពីថាភ្លើងវិញឡើងពេញវាលតែម្ដងទាំងវងដូចជាថ្ងៃនេះអញ្ចឹងបងប្អូនបាយហើយមិនទាន់ទេបបួលគ្នា7 4 5ជាមួយនឹងកូនតូចកូនធំទៅទាំងអស់គ្នាតែម្ដងនៅស្រុកស្រែជនបទបន្ទាប់ពីការងារហើយយប់ឡើងញ៉ាំតែបាយហើយជុំគ្នាដើររកចង្រិតរកតឡនតនរកក្តាមតាមរដូវកាលហើយឥឡូវកំពុងតែសបោអញ្ចឹងណានិយាយពីថាអ្នកដើររករឿងច្រើនមែនតែនសប្បាយណាស់បងប្អូនអើយហើយរកតែមួយផ្លែតទេត្រឹមរយៈពេលតែកន្លះម៉ោងឬក៏1ម៉ោងអីហ្នឹងមកផ្ទះវិញហើយបើកូនប្រុសនាងខ្ញុំវិញប៉កែរកមែនតែនល្ងាចឡើងទោះមិនអោយទៅក៏គេទៅជាមួយនឹងគ្នាគេដែរទៅតែមកស្បក់មកវិញឡើងពេញកដងអញ្ចឹងបងប្អូនចំពោះចង្រិតនេះយកមកដល់ពេលយប់ស្មានណាលេងញ៉ាំស្មន់នឹងលេងយូរទៅទុកញ៉ាំព្រលឹមឡើងឬក៏សម្រាប់ដាក់នៅក្នុងមុខម្ហូបផ្សេងឲ្យតែមានចង្រិតម្ដងបងប្អូនលេងទុកដាក់ក្នុងសម្លកកសម្លប្រហើរស្លសឡក់ឬក៏មុខម្ហូបផ្សេងទៀតបានយ៉ាងឈ្ងុយឆ្ងាញ់ហើយខែនេះដោយសារតែក្តៅពេកអញ្ចឹងមានក្តាមឡើងមួយអញ្ចឹងបងប្អូនតែអត់យកទេយកទៅប្រឡែងក្នុងស្រះទុកឲ្យកាត់កូនកាត់ចែងាយស្រួលរកទៀតអញ្ចឹងណាហើយចង្រិតថ្ងៃនេះវាថាចម្លែកមែនតើបងប្អូនហើយទៅដល់និយាយថាចាប់យករយៈពេលថាចិត្តតែ1ម៉ោងទេបងប្អូនឲ្យបាន2 3ក្តងតែម្ដងនិយាយថាសប្បាយរងមែនតើទៅរកចង្រិតជាមួយគ្រូសាហ្នឹងអត់ទៅណាឆ្ងាយដែរបងប្អូនអើយដើរប្រហែលជា100ម៉ែត្រនៅខាងក្រោយផ្ទះហ្នឹងនឹងអ្នកចិត្តខាង4 10អ្នកទៀតនិយាយថាទាំងវងតែម្ដងហើយទៅដល់យើងគោះអាចបាងហ្នឹងបងប្អូនហើយនៅខាងក្រោមច្បាងហ្នឹងក៏សបោចង្រិតម្យ៉ាងដែរយកទៅជើងកាយដូចក្មេងៗដែលបានបង្ហាញអញ្ចឹងបងប្អូនគឺវាលោតចេញតែម្ដងហើយសំបីអាកូនទូចនេះក៏គាត់ចេះរកដែរបានតែពិលទូរស័ព្ទហ្នឹងក៏រកបានចង្រិតហូបអញ្ចឹងណាហើយចង្រិតខែនេះនិយាយថាពងឡើងពេញពោះតែម្ដងឲ្យតែយប់ឡើងមិនថាភូមិនាងខ្ញុំឬក៏ភូមិគេតំបន់នាងខ្ញុំតំបន់គេទេបងប្អូនហើយភ្លើងឡើងពេញវាលតែម្ដងសុទ្ធតែភ្លើងពិលហើយខ្លះទៀតគេដាក់អំពូលយកអញ្ចឹងទៅហើយក្មេងៗគឺគាត់ចូលចិត្តដើររមែនតែនជាមួយនឹងគ្រូសាហើយអាកាសធាតុត្រជាក់លហឹមខ្យល់បក់អញ្ចឹងដើររអត់ហត់ទេបងប្អូនគឺសប្បាយមួយយ៉ាងដែរហើយចង្រិតនេះអ្នកខ្លះរកបានច្រើនគឺគាត់អត់ហូបទេបងប្អូនគាត់យកទៅលក់ទៅរសាទីផ្សារចង្រិតក៏ល្អមួយយ៉ាងអញ្ចឹងណាការរស់នៅស្រុកស្រែជនបទប៉ុណ្ណឹងឯងបងប្អូនក្រោយពីសម្រាប់ពីការងារញ៉ាំបាយញ៉ាំទឹកអីហើយដើររកម្ហូបបន្តទៀតតាមរដូវកាលដូចជាចង្រិតតឡនតនក្តាមអីអញ្ចឹងទៅគឺជាទម្លាប់មួយតាមភូមិតាមឃុំអីអញ្ចឹងណាបងប្អូនហើយជារបស់ធម្មជាតិដែលយើងយកទៅធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ដើររកមកសន្ទុះឥឡូវមកសរុបលទ្ធផលថ្ងៃនេះដើររកតែមួយផ្លែទេបងប្អូនហើយគឺបានក្រៃមែនតើជប់ឡើងត្រឡប់មកផ្ទះវិញក៏មិនដែលភ្លេចដែរញ៉ាំជាមួយនឹង Skinny នេះគឺជាគ្រាប់ធញ្ញជាតិដែលជួយសម្រកគីឡូតាមបែបធម្មជាតិនិងទប់គីឡូបានល្អមែនតើជាផលិតផលរបស់ក្រុមហ៊ុនចៃសុខភាពសាធម្មជាតិ24ផ្ទុះការគ្រប់គ្រងមែនតើឥឡូវចូលស្តុកវិញហើយញ៉ាំមួយចំណិតមុនពេលចូលគេងជួយសម្រកគីឡូបែបធម្មជាតិកាត់បន្ថយភាពចាស់ជួយឲ្យគេងលក់ស្រួលធ្វើឲ្យស្បែកតឹងណែនសម្រួលក្នុងការបន្តបងជំនួយដល់សុខភាពភ្នែកជាពិសេសពុកម៉ែបងប្អូនដែលមានបញ្ហាកេងគីឡូយូរឆ្នាំគីឡូធ្ងន់អីមកប្រើជាមួយ Skinny មកទទួលបានផលពិតតែម្ដងបងប្អូនអាចរកទិញបានតាមតូបតាមផ្សារតាមអសត់ស្ថាននានាតាមម៉ាតផ្សារទំនើបគ្រប់25ខេត្តក្រុង